ngày nay nhưng mà render interiorវិញម្ដងខ្ញុំប្រើប្រាស់ scene នេះជាឧទាហរណ៍សម្រាប់ interior វាមានភាពស្មុគស្មាញច្រើនជាង interior ដោយសារតែវាមាន material ច្រើន LED ច្រើន symbol ច្រើនតែយើងនៅតែព្យាយាមរកវិធី fix វា scene នេះគឺខ្ញុំកំណត់ពណ៌បៃតងឲ្យវាចេញទៅជាកញ្ចក់ឆ្លុះនៅក្នុង special instruction ហ្នឹងមាន symbol សភៅមួយយើង select លើ symbol ហ្នឹងហើយ select យក green to mirror ខ្ញុំបញ្ជាក់ចំណុចនេះបន្តិចបើសិនជា scene របស់យើងមានពណ៌បៃតងយើងគួរតែចាក់ដែលយើងកំណត់ជាកញ្ចក់ហ្នឹងចាក់ពណ៌ផ្សេងដែលវាអត់មាននៅក្នុង scene ឧទាហរណ៍ថាពណ៌ក្រហមវាអត់មាននៅក្នុង scene ទេយើងចាក់ពណ៌ក្រហមហ្នឹងទៅជា mirror អញ្ចឹងយើងនៅតែ select យក green to mirror ដដែលប៉ុន្តែយើងដូរពាក្យ green ហ្នឹងទៅជា red វិញហើយខ្ញុំប្រើ Analyze People ដើម្បីវាដាក់មនុស្សឲ្យខ្ញុំនៅក្នុង Add Object ក៏យើងអាចដាក់មនុស្សបានដែរប៉ុន្តែយើងប្រើ Analyze នេះមនុស្សរបស់យើងវាចេញមកស្អាតជាងណាហើយនេះគឺជារូបភាព render របស់យើងរូបភាពនេះគឺខ្ញុំពេញចិត្តហើយពលឺក៏ត្រូវដែរប៉ុន្តែវាខុសមួយចំណុចត្រង់ថា cabinet ខាងលើ sink គឺវាចេញសាច់ឈើឲ្យខ្ញុំអត់ត្រូវការសាច់ឈើទេខ្ញុំត្រូវការពណ៌ដូច scene SketchUp តែខ្ញុំអត់ចង់ render ម្ដងទៀតទេអញ្ចឹងខ្ញុំនឹងរុញរូបភាពនេះទៅមុខងារ editor ដើម្បីវាកែឲ្យខ្ញុំនៅក្នុងមុខងារ editor គឺយើងត្រូវតែ pan ទៅលើទីតាំង cabinet ខាងលើ sink ហ្នឹងណា pan មកជុំអញ្ចឹងទៅបន្ទាប់មកយើងទៅសេប្រាប់វាថាយើងអត់ចង់បាន texture ឈើទេឲ្យវាដូចយើងចង់បានពណ៌ទេហើយយើងកំណត់ពណ៌ដែលយើងចង់បានអញ្ចឹងខ្ញុំចង់បានពណ៌នេះហើយយើងដាក់ layer code ហ្នឹងទៅព្រោះពណ៌នេះវាដូចមួយ scene SketchUp ខ្ញុំណាអញ្ចឹងកំណត់ layer code ពណ៌ហើយយើង check quality ម្ដងទៀតទៅចាំយើងចុច smart detect ខ្ញុំប្រើ quality 1Kអញ្ចឹងនេះគឺជារូបភាពរបស់យើងវាបាន replace អាឈើហ្នឹងហើយអានេះគឺដូចនឹង scene SketchUp ខ្ញុំ 100% ហើយខ្ញុំពេញចិត្តរូបនេះហើយអញ្ចឹងយើង save រូបនេះមួយដើម្បីធ្វើជា reference សម្រាប់ render រូបទី2បន្ទាប់ទៀតអញ្ចឹងនេះគឺជា scene ទី2របស់ខ្ញុំយើង pass scene នេះចូលទៅកាន់ plugin បន្ទាប់មកទៀតយើងរុញរូបភាពនេះទៅមុខងារ consistency ហើយយើងត្រូវ upload រូប reference របស់យើងគឺរូបទី1ដែលយើងបាន render ហើយហ្នឹងណាចូលបន្តមកទៀតនៅក្នុង special instruction ហ្នឹងវាមាន symbol សភៅហ្នឹងយើង select យក green to mirror ដដែលហើយយើង copy អាពាក្យហ្នឹងទៅផាសនៅក្នុង consistency វាមានកន្លែងមុខងារសរសេរយើងផាសមក scene reference របស់ខ្ញុំរូបភាពទី1ហ្នឹងវាមានមនុស្សប៉ុន្តែអា scene ទី2នេះគឺខ្ញុំអត់ចង់ឲ្យវាដាក់មនុស្សទេអញ្ចឹងខ្ញុំសរសេរអក្សរ time ប្រាប់វាកុំឲ្យវាដាក់មនុស្សឲ្យខ្ញុំហើយបញ្ជាក់បន្ថែមទៀតយើងចង់បាន LED កន្លែង ceiling មូលហ្នឹងបញ្ជាក់បន្ថែមណាហើយយើងចុច render អញ្ចឹងនេះគឺជារូបភាពរបស់ខ្ញុំរូប scene ទី2របស់ខ្ញុំអញ្ចឹងរូបភាពនេះបើសិនជាយើងមើលឃើញថា 1K វាអត់សូវច្បាស់ទេអញ្ចឹងយើងអាចយករូបភាពនេះទៅ upscale យក 2K ឬក៏ 4K បានអញ្ចឹងក្នុងរូបភាពរបស់យើងវាមានរូបពេជ្រហ្នឹងយើងចុចលើរូបពេជ្រហ្នឹងទៅបន្ទាប់មកខ្ញុំ select យក 2K ដើម្បីឲ្យវា upscale យក 2K ខ្ញុំអញ្ចឹងឥឡូវនេះគឺវា upscale យក 2K ហើយខ្ញុំពេញចិត្តហើយអញ្ចឹងខ្ញុំទៅកាន់ scene បន្ទាប់ទៀត scene ទី3 pass scene ហ្នឹងចូល plugin របស់យើងដូចដើមហើយយើងធ្វើដូច scene ទី2អញ្ចឹងរុញទៅ consistency ហើយត្រូវ copy អា green to mirror ហ្នឹងទៅដែរព្រោះ scene របស់យើងវាជាប់អា green ហ្នឹងណាហើយខ្ញុំសរសេរទៅដែរប្រាប់វាកុំឲ្យវាដាក់មនុស្សខ្ញុំអញ្ចឹងឥឡូវនេះរូបភាពរបស់យើងរួចរាល់ហើយខ្ញុំអូខេពេញចិត្តហើយអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេចង់បង្ហាញជួបគ្នាវីដេអូក្រោយ